យើងសិតតែមានបញ្ហាផ្លូវចិត្តហើយត្រូវការដោះស្រាយបញ្ហាហ្នឹងដើម្បីយើងសប្បាយចិត្តចឹងខ្ញុំចង់ជួយគេខាងហ្នឹងមិនថាក្រុមប្រឹក្សាកុមារឬក៏ក្រុមមិត្តអប់រំមិត្តទេដោយសារតែវាមានអត្ថប្រយោជន៍ច្រើនមិនថាសម្រាប់ខ្ញុំហើយនិងអ្នកនៅជុំវិញខ្លួនខ្ញុំចំពោះអ្នកនៅជុំវិញខ្លួនខ្ញុំដូចជាខ្ញុំបានចូលរួមជាក្រុមមិត្តអប់រំមិត្តអញ្ចឹងខ្ញុំអាចមានចំណេះដឹងច្រើនពាក់ព័ន្ធទៅនឹងសុខភាពផ្សេងៗអញ្ចឹងខ្ញុំអាចជួយពួកគាត់ទៅលើឧទាហរណ៍ដូចជាបើសិនជាគាត់មានរបួសស្រាលអញ្ចឹងខ្ញុំអាចជួយគាត់បានហើយគាត់ឈឺក្បាលអីតិចតួចខ្ញុំអាចជួយគាត់បានឧទាហរណ៍គាត់មានជំងឺគាត់មានបញ្ហាផ្លូវចិត្តខ្ញុំក៏អាចជួយគាត់បានដែរហើយចំពោះខ្ញុំខ្លួនឯងវិញខ្ញុំនៅពេលដែលបានជួយគេអញ្ចឹងខ្ញុំកាន់តែមានបទពិសោធន៍កាន់តែច្រើនមានចំណេះដឹងកាន់តែច្រើនហើយខ្ញុំក៏អាចអភិវឌ្ឍខ្លួនឯងឲ្យកាន់តែក្លាហានជាងមុនហើយងាយស្រួលទំនាក់ទំនងជាមួយអ្នកដទៃហើយឧទាហរណ៍បើសិនជាខ្ញុំមានបញ្ហាផ្លូវចិត្តខ្ញុំក៏អាចដោះស្រាយខ្លួនឯងបានដែរខ្ញុំរៀនអនុវិទ្យាល័យខ្ញុំចូលដំបូងខ្ញុំចូលជាសមាជិកជាការទី7ខ្ញុំធ្លាប់ជាក្រុមប្រឹក្សាកុមារពេលហ្នឹងជំនាន់កូវីដអត់សូវពេញលេញប៉ុន្មានទេហើយដល់ពេលចូលដល់ថ្នាក់ទី8ខ្ញុំបានចូលជាសមាជិកនៃក្លឹបសិក្សាចូលក្លឹបសិក្សាប្រវត្តិសាស្ត្រហើយដល់ពេលថ្នាក់ទី9ខ្ញុំចូលជាសមាជិកក្រុមប្រឹក្សាកុមារម្ដងទៀតហើយពេលហ្នឹងខ្ញុំជាអនុទី2ខ្ញុំគ្រប់គ្រងទៅលើសមាជិកបាត់ជាអ្នកយករបាយការណ៍បន្ទាប់ពីគេហើយរាយការណ៍ទៅឲ្យគ្រូហើយបន្ទាប់មកដល់ពេលខ្ញុំចូលវិទ្យាល័យខ្ញុំបានចូលជាសមាជិកក្រុមមិត្តអប់រំមិត្តមួយឆ្នាំជាងហើយដល់ឥឡូវខ្ញុំថ្នាក់ទី11ហ្នឹងវាបានធ្វើឲ្យខ្ញុំក្លាហានជាងមុនហើយផ្លាស់ប្ដូរនៅចំណុចអវិជ្ជមានមួយចំនួនរបស់ខ្ញុំមួយវិញទៀតដូចពីមុនខ្ញុំជាមនុស្សដែលខ្លាចឈាមឃើញឈាមអត់បានទេក៏តែនៅពេលដែលខ្ញុំបានចូលរួមស្ម័គ្រចិត្តហើយខ្ញុំឃើញគេមានរបួសខ្ញុំទាំងដែលខ្ញុំជាមនុស្សខ្លាចឈាមក៏ប៉ុន្តែខ្ញុំហ៊ានទៅលាងរបួសឲ្យគេដោយសារតែខ្ញុំខ្លាចគេឈឺខ្ញុំចង់ជួយគេអញ្ចឹងនៅពេលដែលខ្ញុំបានជួយគេហើយក៏ជាបន្តបន្ទាប់ក៏ធ្វើឲ្យខ្ញុំលែងខ្លាចឈាមនៅពេលដែលខ្ញុំឃើញគេឈឺអញ្ចឹងខ្ញុំក៏ទៅសួរសុខទុក្ខគេទៅនាំគេមកជួយដែលពីមុនខ្ញុំអត់សូវហ៊ានទេដោយសារតែយើងមិនមែនជាអ្នកចេះដឹងប្រមាណហើយនៅពេលដែលយើងចេះដឹងអញ្ចឹងទៅយើងក៏អាចទៅជួយគេបានយ៉ាងមានមោទនភាពមានដូចជាការដែលយើងចូលវគ្គបណ្ដុះបណ្ដាលនៅមេរៀនផ្សេងក៏ដូចជាការដែលយើងបង្ហាញខ្លួនទៅកាន់អ្នកដទៃឲ្យគេកាន់តែស្គាល់យើងហើយកាន់តែដឹងថាមានវត្តមានរបស់យើងហើយក៏ដឹងពីសមត្ថភាពរបស់យើងការងារស្ម័គ្រចិត្តទាំងអស់ហ្នឹងមានប្រយោជន៍ចំពោះខ្ញុំដូចជាវាបានផ្ដល់នៅបទពិសោធន៍ផ្ដល់នៅចំណេះដឹងហើយវាក៏អាចធ្វើឲ្យខ្ញុំវាក៏អាចឲ្យខ្ញុំយកបទពិសោធន៍ឬក៏មេរៀនដែលខ្ញុំធ្លាប់រៀនហ្នឹងយកទៅអនុវត្តឬក៏ដោះស្រាយនៅបញ្ហាជីវិតរបស់ខ្ញុំឧទាហរណ៍ដូចជាបើសិនជាខ្ញុំជួបនៅបញ្ហាហិង្សាឬក៏ការបៀតបៀនខ្ញុំដឹងថាខ្ញុំអាចទៅរកដំណោះស្រាយដោយទៅរកអាជ្ញាធរឬក៏ភាគីដែលពាក់ព័ន្ធទៅលើបញ្ហាទាំងអស់ហ្នឹងចំពោះការដែលខ្ញុំចូលជាសមាជិកនៃការស្ម័គ្រចិត្តហ្នឹងវាទទួលបានចំណេះដឹងវាបានផ្ដល់ចំណេះដឹងឲ្យខ្ញុំដូចជា
ចំណេះដឹងដល់ខ្ញុំតាមរយៈការបណ្ដុំបណ្ដាលផ្សេងៗដូចជា gender អំពើហិង្សាការសង្គ្រោះបឋមការសង្គ្រោះបឋមផ្លូវចិត្តហើយនិងសុខភាពបន្តពូជឬក៏ផ្លូវភេទជាដើម